បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងមកធ្វើរៀនធ្វើ flash boot ទាំងអស់គ្នាបាទដំបូងបងប្អូនចូលទៅកាន់ Google ហើយវាយពាក្យថា download RootShoot អញ្ចឹងមកហើយចុចអា link ខាងលើគេបាទអញ្ចឹងយើងចុច download កម្មវិធីហ្នឹងមកដើម្បីយើងធ្វើ flash boot Windows 11ទាំងអស់គ្នាបាទអញ្ចឹងបងប្អូនចុចអាទី1បាទ Windows Standard ណាអូខេអញ្ចឹង download ហើយយើងចុចបើកវាតែម្ដងបងប្អូនអូខេនេះវាពេញហើយបាទយើងចុចបើកវាតែម្ដងអូខេបាទនេះវាចេញមកអញ្ចឹងនៅត្រង់កន្លែង device នេះដែលសារខ្ញុំអត់ទាន់ដោត USB អញ្ចឹងវាអត់ទាន់ឃើញ load ទេបងប្អូនបើយើងដោត USB ហើយវានឹងឃើញ load flash USB flash របស់យើងណាបងប្អូនបាទនេះខ្ញុំដោត USB បងប្អូននេះដោតទៅឃើញវា load flash របស់យើងហើយ flash របស់ខ្ញុំ 528G បាទហើយកន្លែងនេះកន្លែងត្រង់នេះយើង select ទៅរក file Windows ISO ដែលយើងបាន download ពីមេរៀនមុននោះបងប្អូនតែយើងបានទាញយកហើយនោះបាទយើងចឹងយកទៅរក file ISO នោះមកអូខេយើងចុច open បាទយើងចុច open មកបាទអូខេវាចូលមកហើយបាទអញ្ចឹងកន្លែងត្រង់ចំណុចនេះបងប្អូនត្រូវរើស MBR ឬក៏ GPT អញ្ចឹងមុននឹងនេះហ្នឹងបងប្អូនត្រូវ check កុំព្យូទ័របងប្អូន BIOS mode ជាប្រភេទអីគេបាទនេះយើងដាក់ឈ្មោះបាទ flash របស់យើង flash boot របស់យើងដាក់ Windows 11ទៅបាទហើយយើងចុច start បាទហើយចុច OK មកកន្លែងនេះវាសួរយើងវាប្រាប់ថាយើងនឹងត្រូវ format flash នឹងចោលបងប្អូនអញ្ចឹងបើមានឯកសារអីនៅក្នុងហ្នឹងគឺវាទៅអស់ហើយបាទអញ្ចឹងបើមានឯកសារសំខាន់ក្នុង flash បងប្អូនអាច copy ទុកបានបាទមុននឹងធ្វើវាអូខេវាចិត្តចប់ហើយបាទអូខេអញ្ចឹងវាចេញពាក្យ ready អញ្ចឹងយើងអាច close បានហើយបងប្អូនអញ្ចឹងការធ្វើ flash boot របស់យើងបានជោគជ័យណាបងប្អូនអញ្ចឹង flash នេះយើងអាចយកទៅឈូស Windows 11បានហើយបងប្អូនអូខេអញ្ចឹងយើងទៅមើលបញ្ជាក់ទាំងអស់គ្នាបាទចូលមួយ USB របស់យើងបាទនេះគឺជា file Windows បាទ